បងប្អូនទាំងគ្នាជឿអត់បើខ្ញុំប្រាប់ថានៅខ្មែរយើងឥឡូវមានម៉ាស៊ីនលាងឡានអូតូចំណាយពេលតែ2នាទីជាងឯងឥឡូវយើងទៅពិសោធន៍ជាក់ស្ដែងហ្មងឥឡូវខ្ញុំចុចបដូរហ្គាមក N រួចយើងចាប់ផ្ដើម stop watch ហើយលាងតែម្ដងឥឡូវគ្រាន់តែចាប់ផ្ដើមទៅមុខទេនៅពេលដែលចាប់ផ្ដើមលាងនឹងឮសលេងបងប្អូនទាំងគ្នាបាទយើងឮសលេងហើយបាញ់ទឹកមកហើយអញ្ចឹងបន្ទាប់ពីឡើងម៉ាស៊ីន10វិនាទីម៉ាស៊ីនចាប់ផ្ដើមលាងឡានរបស់យើងណាឥឡូវនឹងចាប់ផ្ដើមលក្ខណៈមកលាងឡានរបស់យើងហើយបងប្អូនអរគ្នាឮសលេងចឹងអូខេបងប្អូនទាំងគ្នាអញ្ចឹងនេះនាទី1:40ជាងឥឡូវយើងដល់ម៉ាស៊ីនសម្អាតចុងក្រោយហ្មងហើយនឹងវគ្គចុងក្រោយគេហ្មងគឺជា blower ឬក៏ម៉ាស៊ីនបាញ់ខ្យល់បាញ់សម្ងួតទឹកជុំវិញឡានយើងណាឥឡូវយើងចាប់ផ្ដើមឮសលេងនេះអូខេឥឡូវសលេង blower ស្ងាត់ហើយខ្ញុំសូម stop តែម្ដងត្រឹមតែ2នាទីជាងតែម្ដងបងប្អូនទាំងគ្នាអញ្ចឹងបន្ទាប់ពីលាង2នាទីហើយគឺយើងអាចទៅផ្ទះបានហើយបងប្អូនទាំងគ្នាបាទគុំបងប្អូនទាំងគ្នាមកកាន់វីដេអូថ្មីថ្ងៃនេះគឺពិសេសខ្លាំងមែនទែនចង់ណែនាំបងប្អូនឲ្យស្គាល់ពី Quick Service Center ឬក៏កន្លែងផ្ដល់សេវាកម្មរហ័សមកកន្លែងឈ្មោះថា Sauber និយាយទៅកន្លែងគាត់ពិសេសខ្លាំងមែនទែនលើកទី1ដែលខ្ញុំមកស្គាល់មានម៉ាស៊ីនលាងឡានអូតូម៉ាទិកចំណាយពេលត្រឹមតែ2នាទីទេបងប្អូនទាំងគ្នាអញ្ចឹងម៉ាស៊ីននៅខាងក្រោយខ្នងរបស់យើងនេះគឺងាយស្រួលប្រើខ្លាំងមែនទែនបងប្អូនគ្រាន់តែបើកចូលដល់កន្លែងរបស់វាដូរដាក់លេខ N ហើយម៉ាស៊ីននឹងធ្វើការរុញឡានបងប្អូនទៅមុខអូតូម៉ាទិកតែម្ដងអញ្ចឹងដល់ពេលដែលបងប្អូនបើកឡានមកលាងក្រុមការងាររបស់គាត់នឹងនៅចាំ support ក៏ដូចជាចាំបញ្ជាតកតងទៅនឹងដំណើរការរបស់ម៉ាស៊ីនគឺគាត់អ្នកចុចអូតូតែម្ដងដែលយើងជាម្ចាស់ឡានហ្នឹងនៅចាំតែក្នុងឡានទេបងប្អូនហើយពាក់ព័ន្ធទៅនឹងដំណើរការរបស់ម៉ាស៊ីនហ្នឹងគឺជាម៉ាស៊ីនដែលមានតម្លៃថ្លៃកស៊ូរបស់គាត់ហ្នឹងធានាថាអត់ប៉ះពាល់ទៅដល់ទឹកថ្នាំរបស់បងប្អូនសូម្បីតែ pressure ឬក៏សម្ពាធទឹកហ្នឹងក៏គាត់បាននិយាយថាទាបជាងម៉ាស៊ីនដែលយើងបាញ់នៅខាងក្រៅទេបងប្អូនសូម្បីតែសាប៊ូដែលគាត់ប្រើប្រាស់ហ្នឹងក៏ជាប្រភេទ foam ពិសេសដែរមានន័យថានៅពេលដែលយើងប្រើសាប៊ូធម្មតាបងប្អូនប្រកាសធ្លាប់ឃើញពពុះធ្លាក់នៅខាងក្រោមពេញហ្នឹងតែម្ដងក៏ប៉ុន្តែសាប៊ូរបស់គាត់នេះគឺជាប្រភេទ foam ពិសេសគ្រាន់តែលាងឡានរបស់យើងហើយធ្លាក់ដល់ដីគឺលាយបាត់តែម្ដងមិនមានជាតិគីមីខ្ពស់ឬក៏ជាតិកាត់ប៉ះពាល់ទៅដល់ទឹកថ្នាំរបស់បងប្អូននោះទេហើយពាក់ព័ន្ធទៅនឹងតម្លៃវិញកាន់តែពិសេសបងប្អូនទាំងគ្នាគាត់បានដាក់ផ្លាកធំតែម្ដងមានជាសេវាកម្មកញ្ចប់ A B ហើយនិង C ក៏ដូចជាទៅតាមទំហំឡានរបស់យើងសម្រាប់ឡានដែលបងប្អូនឃើញក្នុងវីដេអូនេះចំណាយត្រឹមតែ2កន្លះតែប៉ុណ្ណោះហើយដោយសារតែម៉ាស៊ីនលាងនឹងចំណាយពេលតែ2នាទីនៅក្នុងការសម្អាតទេទោះបីជាឥឡូវហ្នឹងឡានមកច្រើនតម្ងជួរក៏ដោយគាត់ចាំតែ2នាទីគឺគាត់អាចចូលលាងបានហើយនិយាយទៅគឺចំណេញពេលវេលាខ្លាំងមែនទែនទីតាំងរបស់គាត់គឺស្រួលខ្លាំងមែនទែនបើនិយាយទៅគឺចិត្ត Design Village ក៏ដូចជាចិត្ត Eon 2ទេបងប្អូនគ្នាអញ្ចឹងក្រៅពីការលាងឡាននៅ Sauber នេះក៏គាត់មានសេវាកម្មឆាប់រហ័សផ្សេងៗទៀតដែរតាក់ទងទៅនឹងលំហែទាំរថយន្តរបស់បងប្អូនណាមានដូចជាការបោកពូតស្ងួតដែលគាត់ប្រើទឹកថ្នាំពិសេសអត់ប៉ះពាល់ឬក៏កាត់ទៅដល់ស្បែកពុកឡានរបស់បងប្អូនទេក៏ដូចជាការប៉ូលាហើយនិងការបិទស្កុតដែលមានជាម៉ាល់វែងសម្រាប់ធ្វើការងារទាំងអស់ហ្នឹងនៅក្នុងបន្ទប់កញ្ចក់បិទជិតអត់មានធូលីឬក៏ដីអីប៉ះពាល់ទៅដល់ទឹកថ្នាំរបស់បងប្អូនទេធានាបានថា quality នៅក្នុងការងាររបស់គាត់ហ្នឹងគឺខ្ពស់បងប្អូនគ្នាក៏ដូចជាអូខេបងប្អូនហើយមកអគារនេះគឺជាកន្លែងដែលគាត់សម្រាប់ស្វីសដំណើរទាំរថយន្តសុទ្ធតែម្ដងអញ្ចឹងពាក់ព័ន្ធទៅនឹងសេវាកម្មដំណើរទាំជាប្រចាំគឺគាត់មានទាំងអស់បងប្អូនគ្នាដូរផ្លិតទឹកឆែកមើលជើងក្រោមឆែកមើលផ្នែកម៉ាស៊ីនទាំងប្រេងប្រាំងទឹក coolant ក៏ដូចជាប្រេងម៉ាស៊ីនរបស់យើងផ្ទាល់ហើយជាក់ស្ដែងនេះគឺជាឧបករណ៍ទំនើបរបស់គាត់សម្រាប់ធ្វើសេវាកម្មទៅលើឡានរបស់យើងហើយនេះគឺជាម៉ាស៊ីនជ្រះក៏ដូចជាបូមប្រេងប្រាំងហើយនៅខាងនេះគឺជាទឹក coolant របស់គាត់ថែមទាំងមានទឹក coolant សម្រាប់ឡាន EV ឬក៏អគ្គិសនីទៀតផងអញ្ចឹងពាក់ព័ន្ធទៅនឹងប្រេងម៉ាស៊ីនក៏ដូចជាទឹក coolant នេះគឺជា brand tool ដែល Sauber គាត់នាំចូលមកដោយខ្លួនឯងតែម្ដងដែលផលិតផលហ្នឹងគឺជា brand អាល្លឺម៉ង់បងប្អូនទាំងគ្នាហើយនេះគឺជាម៉ាស៊ីនដែល check up ទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ឡានរបស់យើងតាក់ទងទៅនឹងហ្គាសម៉ាស៊ីនត្រជាក់ថាលើសឬក៏ខ្វះអីចឹងណាបងប្អូនទាំងគ្នាហើយជាក់ស្ដែងទៅលើការងាររបស់គាត់បងប្អូនឃើញហើយគឺ standard មែនតើដោយសារតែមាន protection នៅជុំវិញឡានរបស់យើងតែម្ដងគាត់ក្រៅជាកណាត់ដើម្បីការពារទឹកថ្នាំក៏ដូចជាផ្នែកខាងក្នុងផ្ទាល់ក៏គាត់មានក្រៅជា plastic ទៅលើកៅអីឡានរបស់យើងផងដែរនិយាយទៅសូម្បីតែសបកកង់ក៏បងប្អូនអាចផ្លាស់ប្ដូរបានដែរជាមួយនឹងម៉ាស៊ីន standard របស់គាត់បាទមានម៉ាស៊ីនដូរសបកកង់ក៏ដូចជាម៉ាស៊ីនប្លង់កង់ផ្ទាល់តែម្ដងអញ្ចឹងដែរពិសេសខ្លាំងមែនតើដោយសារតែនៅ Sauber នេះគាត់ក៏មានស្ថានីយ៍សាកថាមពលឡានអគ្គិសនីដែរដូចបងប្អូនឃើញអញ្ចឹងទូរបស់គាត់នេះដូចជាកម្លាំងរហូតដល់180 គីឡូវ៉ាត់ដែលបងប្អូនទាំងគ្នាអាចសាកឡានបានរហូតដល់2គ្រឿងណាបច្ចុប្បន្ននេះអញ្ចឹងនៅពេលដែលបងប្អូនមកប្ដូរប្រេងម៉ាស៊ីនឬក៏ទទួលសេវាកម្មផ្សេងៗឬក៏បងប្អូនមកសាកឡានអគ្គិសនីហ្នឹងបងប្អូនអាចចូលសម្រាប់បានដែលគាត់មានជាហាងកាហ្វេធំខ្លាំងមែនទែនដើម្បីធ្វើការងារឬក៏អាចអង្គុយលេងបានណាបងប្អូនទាំងគ្នាទោះបីជាយើងរវល់យ៉ាងណាក៏ដោយក៏ត្រូវតែមើលថែរបស់ដែលយើងស្រឡាញ់ដែរហើយឥឡូវហ្នឹងគឺមានម៉ាស៊ីនអូតូម៉ាទិកលាងឡានត្រឹមតែ2នាទីទេក៏ដូចជាតម្លៃសមរម្យខ្លាំងមែនទែនជាពិសេសគឺគាត់បើកដល់យប់អញ្ចឹងចាំការទៀតកុំភ្លេចយកឡានមកលាងទាំងអស់គ្នា